បាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃដែលខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីទៀតហើយនៅក្នុងคลิปវីដេអូចំណេះដឹងថ្មីនេះដែរខ្ញុំសូមធ្វើការបង្ហាញបងប្អូនពីរបៀបដាក់បទចម្រៀងខ្មែរនៅលើ Story Facebook បាទដោយសាររយៈចុងក្រោយនេះ Facebook បានធ្វើការ update ថ្មីពេលបងប្អូនធ្វើការបាត់ post story តាមលំនាំចាស់ហ្នឹងពេលបងប្អូនចុចកន្លែង menu search ដើម្បីបាទជ្រើសរើសយកបទចម្រៀងខ្មែរដើម្បីអមជាមួយរូបភាពបាទរបស់បងប្អូនជាបទចម្រៀងខ្មែរហ្នឹងបាទគឺលែងមានទៀតហើយបាទមានតែបទចម្រៀងបរទេសណាបាទតែបងប្អូនធ្វើការបាទចូលតាមបាទវិធីបាទផ្សេងទៀតបាទឥឡូវសូមទៅការបបាយកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនពីរបៀបបាទដាក់បទចម្រៀងខ្មែរនៅលើ story ហ្នឹងបាទនៅលើស័ព្ទដៃតែម្ដងបាទជាដំបូងបងប្អូនចូលមកក្នុង Facebook របស់បងប្អូនមកចូលមកក្នុង Facebook ដើម្បីធ្វើការបាទ post story ណាបាទដំណំចាស់បងប្អូនចូលកន្លែងបាទ create បាទ story នេះមែនអត់ប៉ុន្តែឥឡូវឈប់ចូលហើយតម្រូវបងប្អូនធ្វើការបាទចុច search រកបទចម្រៀងសិនចាំធ្វើការបាទផុសរូបតាមក្រោយណាបាទនេះបងប្អូនចុចកន្លែងបាទទិដ្ឋសញ្ញាកែវយិតនេះមកបាទចុចមកបាទរួចហើយបងប្អូនសរសេររកបទចម្រៀងមួយណាដែលបងប្អូនបាទស្រឡាញ់និងពេញចិត្តទៅបាទអញ្ចឹងបើសិនជាបងប្អូនបាទអត់មានបទចម្រៀងណាពេញចិត្តទេបងប្អូនអាចធ្វើការបាទសរសេរជាបាទចម្រៀងខ្មែរនេះក៏បានណាបាទអញ្ចឹងបងប្អូនចុចមកឬមួយក៏បាទខ្ញុំបាទស្រឡាញ់បទនេះបាទបើសិនជាបងប្អូនសរសេរបាទបទចម្រៀងបងប្អូនគួរតែធ្វើការដាក់បទផងណាបាទបទអីបងប្អូនដាក់បទហ្នឹងមកអញ្ចឹងសរសេរបទនោះសិនមកបាទសរសេរបទចឹងហើយដកឃ្លាមកបាទបាទឈប់ស្អប់នេះបាទឈប់ស្អប់បងទៅបាទចុចតុកមកបងប្អូនស្រឡាញ់បទអីបងប្អូនសរសេរមកណាបាទអញ្ចឹងនៅលើនេះវាភ្លេងយូរពេកបាទនេះយូរដែរនេះកាត់យកតែម្ដងបាទអញ្ចឹងចុចតុកមកបើសិនជាបងប្អូនឃើញបទចម្រៀងណាដែលបងប្អូនស្រឡាញ់ហើយបងចុចតុកមកណាបាទគឺកាត់ថយនេះសិនបាទពេលបងប្អូនចុចតុកមកបងប្អូននឹងឃើញបាទតម្រងបែបនេះហើយនេះបាទតម្រងបែបហ្នឹងណាអញ្ចឹងហើយបងប្អូនចុចនិមិត្តសញ្ញាបាទ share ហ្នឹងមកតែមានបាទនិមិត្តសញ្ញាដូចជាព្រួញបាញ់មកខាងស្ដាំដៃហ្នឹងបងចុចមកបាទរួចហើយបងប្អូនធ្វើការបាទចុចខាងក្រោមនេះនិមិត្តសញ្ញាលេខបូកគេដាក់ថាបាទ your story ចុចមកបាទនោះនាំបងប្អូនមកដល់តម្រងនេះរួចហើយបងប្អូនចុចកន្លែងបាទនិមិត្តសញ្ញា sticker ហ្នឹងមកដែលគេភាសាអង់គ្លេសគេដាក់ថា sticker ណាបាទចុចមកបាទរួចហើយវានាំបងប្អូនមកដល់កន្លែង sticker បែបនេះអញ្ចឹងបងប្អូនមើលតែនិមិត្តសញ្ញាដូចជាបាទរូបភាពនេះបងប្អូនណាបាទអញ្ចឹងកន្លែងនេះកន្លែងទុករូបភាពឬបងប្អូនចុចតបពីលើហ្នឹងមកដើម្បីជ្រើសរើសរូបភាពនេះហើយសូមធ្វើការបាទជ្រើសរើសយករូបភាពមួយនេះចុះបាទចុចមកបាទរួចហើយបងប្អូនធ្វើការបាទទាញរូបភាពហ្នឹងឲ្យធំបាទជាងប័ណ្ណចម្រៀងហ្នឹងមកបាទចុចធ្វើការយកម្រាម2ស៊ូមចឹងមកណាបាទអញ្ចឹងបើសិនជាបងប្អូនទាញទូចពេកក៏នៅតែឃើញប័ណ្ណចម្រៀងចេះបាទអញ្ចឹងបងប្អូនធ្វើការទាញមកទាញឲ្យធំមកបងប្អូនស្រឡាញ់ប៉ុណ្ណាសម្រាប់ខ្ញុំស្រឡាញ់ប៉ុណ្នេះបាទបងប្អូនស្រែរួចរាល់ហើយបងប្អូនធ្វើការបាច់ចុចព្រួយទៅមុខទៅនោះនឹងបាទផុសបានដោយជោគជ័យហើយបាទអញ្ចឹងធ្វើការផុសមករួចហើយចុចបាទ share ហ្នឹងមកបាទឥឡូវចាំមើលបែកថយក្រោយមើលចេញក្នុង story អត់អញ្ចឹងបងប្អូនមើលតែកន្លែងហោះឡើងលើនេះបាទបែកថយក្រោយមកនេះបងប្អូនណាកំពុងទៅហើយនេះបាទអញ្ចឹងចាំវារត់ពេញបាទកន្លែងបាទ slide ហ្នឹងនឹងហោះទៅហើយនេះបាទអញ្ចឹងរងចាំវាពេញបន្តិចបងប្អូនណាបាទទៅហើយផ្លត់បាទនេះបងប្អូនបន្ទាប់ពីរងចាំដូចយូរដែរបាទដោយសារនៅក្នុងបន្ទប់អត់សូវមានសេវាណានេះបាទក្នុង story គឺមានណាបាទអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូនបាទងាយស្រួលទេហើយ friend បងប្អូននឹងឃើញបាទបងប្អូនធ្វើការបាទ post story ជាបទចម្រៀងខ្មែរហើយបាទអញ្ចឹងបងប្អូនមិនបាច់ធ្វើការបាទ download VPN នេះទេខ្ញុំសាកល្បងរួចរាល់ហើយ
គឺ VPN បើបាទប្រើណាបងប្អូនបាទខ្ញុំ download មកអត់បានជោគជ័យទេបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមួយគ្លីបពីបងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមួយបាទហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទបាយបាយ